បាទជំរាបសួរពុកម៉ែបងប្អូនដែលចូលមកកាន់នៅ Channel ធ្វើទុរេនយកលុយបានថ្ងៃនេះគឺត្រូវនឹងថ្ងៃទី13ខែ3ឆ្នាំ2025អញ្ចឹងឥឡូវគឺក្តាប់ទុរេនដែលខាងខ្ញុំធ្វើនេះគឺវាមានអាយុ58ថ្ងៃហើយខ្វះ2ថ្ងៃទៀតវាបាន60ថ្ងៃអញ្ចឹងគឺសម្រាប់ត្រួយបាទគឺខ្ញុំអត់បានធ្វើអីវាទេគឺអត់បានទាញហើយក៏អត់បានពលឿនឬក៏បិទដែរគឺដោយសារតែត្រេននេះគឺវាត្រូវខ្យល់ដាច់ខ្លាំងអញ្ចឹងពីដំបូងមកហ្នឹងគឺត្រេនអាយុ30ថ្ងៃហ្នឹងខ្ញុំធ្វើការពជាមកដាក់ G824 ដើម្បីពជាត្រួយព្រោះវាអាសាត្រូវភ្លៀងដែរហើយអញ្ចឹងឥឡូវនេះគឺត្រូវភ្លៀង2មេទៀតហើយអញ្ចឹងធ្វើឲ្យត្រួយហ្នឹងគឺកាន់តែចេញមកខ្លាំងបាទអញ្ចឹងគឺត្រួយនេះគឺចេញមកហ្នឹងគឺធំជាងអាមុនទៀតបាទនេះអាមុនទូចទេអញ្ចឹងអាត្រួយចេញក្រោយហ្នឹងរឿងធំជាងគឺការដែលបានវារឿងធំជាងដោយសារតែខ្ញុំអត់បានទប់វាអញ្ចឹងគឺបដោយវាចេញតាមដំណើរគឺវាចេញធំជាងអាឈុតមុនព្រោះស្លឹកត្រេនដែលចេញមកធំហ្នឹងគឺមូលហេតុគឺដោយសារតែអាស្លឹកស្ថានភាពស្លឹកចាស់យើងហ្នឹងវាល្អវាផលិតអាហារមកបកគលមកហ្នឹងបានច្រើនអញ្ចឹងអាហ្នឹងគឺធំជាងអាស្លឹកមុនអញ្ចឹងបាទនេះសម្រាប់ស្លឹកត្រូវភ្លៀងយប់មិញភ្លៀងពេញមួយយប់បាទទឹកជោកជាប់ហើយតែប៉ុណ្ណេះគឺម្លង2ថ្ងៃទៀតបានដាក់ថ្ងៃទី3តែធម្មតាខ្ញុំដាក់មួយថ្ងៃម្លងមួយថ្ងៃទេតែត្រូវភ្លៀងខ្លាំងបែបនេះគឺខ្ញុំម្លង2ថ្ងៃទៅដល់ថ្ងៃទី3ទៅចាប់ផ្ដើមដាក់អញ្ចឹងបាទអញ្ចឹងគឺស្ថានភាពស្លឹកគឺបែបនេះខាងលើក៏ស្លឹកខ្ចីដែរបាទនេះអញ្ចឹងឥឡូវខ្ញុំឲ្យពុកម៉ែបងប្អូនមើលផ្លែម្ដងថាតើផ្លែវាជ្រុះអត់បាទសម្រាប់នឹងដីគឺអត់មានផ្លែជ្រុះមកទេបាទអញ្ចឹងគឺសម្រាប់នៅខាងលើនេះផ្លែកាលណាដែលចេញស្លឹកខ្ចីមកហ្នឹងវាអត់ជ្រុះមែនប៉ុន្តែវារៀងប៉ះពាល់ជាមួយស្លឹកខ្ចីត្រង់វារៀងធំយឺតជាងធម្មតាបន្តិចដោយសារតែអាហារត្រូវបកគលទៅស្លឹកខ្ចីខ្លះអញ្ចឹងគឺវារៀងធំយឺតពីធម្មតាតែបើសិននៅពេលដែលស្លឹកខ្ចីហ្នឹងវាចាស់ហ្នឹងគឺស្លឹកខ្ចីហ្នឹងវាចាប់ផ្ដើមផលិតអាហារបានអាស្លឹកចាស់ក៏ផលិតអាហារដូចគ្នាអញ្ចឹងគឺយើងមានចំនួនម៉ាស៊ីនផលិតអាហារច្រើនជាងមុនអញ្ចឹងត្រេននឹងធំលឿនខុសពីធម្មតាធំលឿនជាងមុនតែគ្រាន់តែនៅពេលឥឡូវវាធំយឺតជាងខុសពីធម្មតាដោយសារអាហារត្រូវបែងចែកទៅស្លឹកខ្ចីខ្លះបាទនេះគឺសម្រាប់ផ្លែគឺខ្ញុំទុកអត់ច្រើនទេដើមនេះបាទគឺទុកបែបហ្នឹងដោយសារតែដើមនេះគឺវាត្រូវខ្យល់អញ្ចឹងខ្ញុំអត់ទុកច្រើនទេកាលណាដែលពុកម៉ែបងប្អូនទុកច្រើនគឺវាកាន់តែខ្វះអាហារហើយវាកាន់តែជ្រុះស្រួលមិនស្រួលគឺអាចជ្រុះទាំងអស់តែម្ដងអញ្ចឹងបើយើងទុកតិចអាហារវាមានមកតិចយើងទុកតិចគឺវាមកល្មមគ្រប់នឹងចិញ្ចឹមតែបើយើងទុកច្រើនអាហារមានបកគលមកបានតិចអាហ្នឹងវានឹងជ្រុះតែម្ដងឬជ្រុះទាំងអស់តែម្ដងបាទនេះសម្រាប់ផ្លែប៉ុណ្នេះបាទផ្លែរូបរាងបែបនេះគឺអត់ចាញ់ស្លឹកខ្ចីទេបើសិនជាមានរូបរាងប្រភេទនេះបាទអានេះបើសិនជាអាហារគ្រប់គ្រាន់វានឹងជ្រុះតែម្ដងបើអានេះអត់អីទេអាហារគ្រប់គ្រាន់ក៏វានៅតែបឺតបានសាហាវជាងស្លឹកដែរអញ្ចឹងអាទូចនេះវាបឺតចាញ់ស្លឹកអញ្ចឹងវាមានធំមានទូចទៅតាមដែលនៅពេលដែលវារិចមុនរិចក្រោយអញ្ចឹងធ្វើឲ្យមានធំមានទូចអញ្ចឹងដើមនេះក៏មានផ្លែ30ផ្លែជាងបាទអញ្ចឹងខ្ញុំនឹងនាំពុកម៉ែបងប្អូនមើលដើមបន្តទៀតបាទនេះគឺពូជមន់ថងដូចគ្នាគឺស្លឹកខ្ចីគឺចាញ់បាទនេះហើយសម្រាប់ថ្នាំឥឡូវនេះគឺខ្ញុំបាញ់តែថ្នាំកម្ចាត់សត្វល្អិតហើយនឹងម៉ាഗ്നീ សៀមបាទ
ចឹងគឺសម្រាប់ដើមនេះក៏ចេញស្លឹកដូចគ្នានេះតែដើមនេះស្លឹកលាអត់សូវអត់ទាន់លាដូចដើមមិញទេបាទវាកំពុងតែចាប់ដើមលាឥឡូវខ្ញុំនឹងនាំបងប្អូនមើលខាងក្នុងថាផ្លែវាយ៉ាងម៉េចហើយផ្លែសល់ប៉ុន្មានបាទនេះសម្រាប់ផ្លែគឺអានេះអាយុជិត60ថ្ងៃហើយតែវាបានប៉ុណ្ណឹងដោយសារអីដោយសារតែចេញស្លឹកខ្ចីអញ្ចឹងវាធំយឺតជាងពីធម្មតាបាទសំខាន់គឺកុំឲ្យតែវាជ្រុះទៅបានហើយបាទគឺវាធំយឺតអត់ជាបញ្ហាទេអញ្ចឹងត្រេននេះគឺវាមានរយៈពេល1អាទិត្យទៅ10ថ្ងៃទៀតទៅវាស្ទុះលឿនឡើងវិញដោយសារតែស្លឹកខ្ចីហ្នឹងគឺវាមិនទាន់ចាស់ល្អវាមិនទាន់អាចផលិតអាហារបានអញ្ចឹងបាទនេះសម្រាប់ផ្លែបាទនេះគឺប៉ុណ្ណឹងហើយគឺលែងចាញ់ស្លឹកខ្ចីបាទគឺវាមានកម្លាំងបឺតអាហារស្លាំងស្មើខ្លាំងជាងស្លឹកខ្ចីអញ្ចឹងគឺវាអាចបឺតអាហារមកបាននេះអញ្ចឹងដើមនេះក៏មានចំនួន40ផ្លែជាងទៅ50ផ្លែគឺនៅពេលដែលខ្ញុំកាត់តែងឲ្យគេចងខ្សែហ្នឹងគឺខ្ញុំកាត់តែទុកតែ50 40ឬ40ជាងតែប៉ុណ្ណឹងទេបាទអត់មានច្រើនទេតែបើតាមទប់ខ្យល់បានល្អដើមប៉ុណ្ណនេះបាទយ៉ាងហោចណាស់ក៏ចិត្តទៅ80ផ្លែដែរតែអានេះដោយសារតែស្លឹកអស់ម្ខាងគឺយើងអាចធ្វើបែបហ្នឹងបានទេកាលណាធ្វើបែបហ្នឹងទី1ផ្លែធំទី2ដើមខ្សោយតែម្ដងអញ្ចឹងគឺឆ្នាំក្រោយនេះគឺមានកម្រងបាំងស្បៃដើម្បីទប់ទល់ខ្យល់បាទគឺកាត់ចុងចេញទុកតែមកល្មមដែលអាចធ្វើការបាំងស្បៃបាទបោះបកគោលបាំងស្បៃតែម្ដងដើម្បីទប់ទល់ជាមួយខ្យល់ព្រោះនៅតំបន់នេះគឺបញ្ហាធំជាងគេគឺខ្យល់តែម្ដងបាទខ្យល់មកគឺដាច់ស្លឹកដាច់អីអស់តែម្ដងអញ្ចឹងបើចង់បានផ្លែច្រើនគឺមានតែរៀបផែនការទប់ខ្យល់ការពារខ្យល់បើបានទប់ខ្យល់នឹងបានគឺអស់បារម្ភបញ្ហារឿងថាតរ៉េនជ្រុះឬតរ៉េនទុកផ្លែបានតិចអីទៀតហើយគឺយើងអាចទុកបានពេញដើមសម្រាប់កាលណាដែលយើងធ្វើទុកខ្យល់បានបាទនេះគឺអាយុ50ថ្ងៃជាងគឺប៉ុណ្នេះដោយសារថាវាបែងចែកជាមួយស្លឹកខ្ចីបែងចែកអាហារជាមួយស្លឹកខ្ចីអញ្ចឹងគឺធ្វើឲ្យវាធំយឺតបាទបាទនេះខ្ញុំបើកពលឺបាទអញ្ចឹងគឺឥឡូវខ្ញុំឲ្យបងប្អូនមើលមកត្រួសសិនបាទនេះគឺពូជលងឡាប់ឡាបាទអញ្ចឹងពូជលងឡាប់ឡាហ្នឹងគឺអត់ជាបញ្ហាទេគឺវាទី1គឺវាអត់ចាញ់ស្លឹកខ្ចីទី2គឺវាពេញពីងក្រហមអត់ស៊ីស្លឹកវាបាទសម្រាប់ពូជមន់ថងនេះបាទនេះដើមនេះផ្នែកដូចជាក្តៀងគឺអត់កាត់ទេទុំចឹងតែម្ដងបាទព្រោះដោយសារថាឥឡូវគឺធ្វើម៉េចឲ្យស្លឹកវាពេញលេញពេញដើមសិនទៅធ្វើការកាត់ចោលទាំងអស់បើជាធម្មតាបើស្លឹកខាងខ្ញុំពេញល្អគឺក្តៀងដូចជាខ្នែនេះគឺខ្ញុំអត់ទុកទេតែដោយសារស្លឹកស្ដើងបែបនេះគឺពលឺថ្ងៃអាចចាំងចូលដល់ក្នុងនេះបានអញ្ចឹងគឺស្លឹកដែលមានប្រយោជន៍គឺស្លឹកដែលត្រូវពលឺថ្ងៃអាហ្នឹងគឺវាជួយផលិតអាហារតែស្លឹកដែលត្រូវពលឺថ្ងៃទេអាហ្នឹងគឺ
ដូចគេហៅថាខ្លាដេកស៊ីចឹងអត់ធ្វើអីទេគិតតែស៊ីចឹងហើយបានស្លឹកខាងក្នុងវាធំជាងគេបាទវាអត់សូវធ្វើការវាដល់អាស៊ីតែម្ដងជាងស្លឹកធំអាស្លឹកក្នុងហ្នឹងតែបើវាត្រូវពលឺថ្ងៃចាំងចំបែបនេះបាទអាហ្នឹងគឺវាអាចផលិតអាហារបញ្ជូនទៅមែកបញ្ជូនទៅផ្លែបានអញ្ចឹងគឺយើងអាចទុកបានក្នុងកលៈទេសៈអត់មានស្លឹកបែបនេះបាទស្លឹកអស់ម្ខាងអញ្ចឹងនៅពេលដែលស្លឹកម្ខាងនេះដោះពេញវិញចិត្តឈឹងគឺអាខ្នែងឬក៏ក្តៀងនេះខ្ញុំអត់ទុកទេបាទគឺកាត់ចោលតែម្ដងបាទអញ្ចឹងគឺនេះសម្រាប់ផ្លែអញ្ចឹងគឺនៅពេលដែលចាញ់ស្លឹកខ្ចីគឺវារាងមានរូបរាងរាងវាចបន្តិចហើយបន្តិចដោយសារតែវាខ្វះខាតអាហារព្រោះត្រូវបកគលទៅស្លឹកច្រើនបាទតែសម្រាប់ពួកអាធំបែបនេះបាទអានេះមានកម្លាំងខ្លាំងទាញឈ្នះស្លឹកតែមួយកម្លាំងសម្រាប់អាទូចបែបនេះបាទក្បាលរូមបែបនេះអានេះទាញអត់ឈ្នះស្លឹកទេបើអានេះអាចមានកម្លាំងទាញឈ្នះស្លឹកព្រោះពួកអាក្បាលរីកបែបនេះគឺប្រព័ន្ធតងវាគឺខ្លាំងណាស់បាទបើអានេះទេអានេះអនាគតក៏អត់ធំដែរស្រួលនៅបានធំផងគឺអាចជ្រុះតែម្ដងអញ្ចឹងមែកហ្នឹងអាចនៅ4អនាគតហើយមែកនេះក៏អនាគតអាចនៅ3ទេបាទអាចនៅអានេះអានេះគឺអត់នៅទេចឹងអាហ្នឹងធម្មតាគឺត្រូវខ្ញុំកាត់ចោលហើយប៉ុន្តែដោយសារតែខ្ញុំតែសម្រាប់រួចបាត់ហើយនេះនៅពីទូចល្អធម្មឡើងវាបាទវាចាញ់ស្លឹកខ្ចីនេះបាទសម្រាប់ស្លឹកខាងលើគឺសត្វតែស្លឹកខ្ចីតែម្ដងបាទដោយសារតែខាងហ្នឹងត្រូវខ្យល់ដាច់អស់ម្ខាងអញ្ចឹងគឺខ្ញុំបដ ாய் វាចាញ់តែម្ដងអត់មានតប់អត់មានអីទេបាទអញ្ចឹងការបដ ாய் ហ្នឹងគឺមើលដែរបាទគឺមើលថាបើសិនជាផ្លែត្រេនយើងហ្នឹងវាអាចឆ្លងផុតនៅវាអាចទប់ទល់ជាមួយស្លឹកខ្ចីបានអាហ្នឹងយើងបដ ாய் តែម្ដងដើម្បីទី1គឺអត់មានអស់ថ្នាំជីទៅធ្វើឲ្យស្លឹកនឹងចេញមកទេគឺវាចេញមកដោយខ្លួនឯងអញ្ចឹងគឺខ្ញុំបាញ់ថ្នាំធម្មតាការពាររសាល្អិតទេបាទសម្រាប់ជីគឺខ្ញុំដាក់តម្រូវផ្លែអញ្ចឹងគឺដាក់តម្រូវផ្លែស្លឹកហ្នឹងក៏វាបឺតបានទៅដូចគ្នាបាទនេះសម្រាប់នេះគឺពូជលងឡាប់ឡានេះគឺលឿនទេបាទនេះគឺអាយុវាតាម100ថ្ងៃទេអញ្ចឹងឥឡូវវាចូលជិត60ថ្ងៃហើយអញ្ចឹងថាទៅវានៅតែមួយខែទៅមួយខែកន្លះទៀតទេបាទគឺវានិយាយរួមគឺខែ4ទុំហើយពូជលងឡាប់ឡានេះបាទសម្រាប់ផ្លែពណ៌ខៀវល្អហើយទៅទៀតខ្ញុំនឹងឆ្លើយសំណួរពូម្នាក់ដែលគាត់ដែលសួររឿងបញ្ហាក្តាប់ត្រេនអត់លឿងបាទសំទោសអត់ខៀវបាទក្តាប់រៀងលឿងអត់ខៀវល្អអញ្ចឹងគាត់ចង់ដឹងថាមូលហេតុមកពីអ្វីហើយគួរធ្វើបែបណាដើម្បីឲ្យក្តាប់ត្រេនខៀវល្អអញ្ចឹងបាទអញ្ចឹងគឺសម្រាប់នេះគឺពូជលងឡាប់ឡាហើយចាញ់ស្លឹកខ្ចីដូចគ្នាបាទនេះស្លឹកខ្ចីគឺអត់បញ្ហាទេសម្រាប់ពូជលងឡាប់ឡានេះបាទនេះសម្រាប់ផ្លែបាទឥឡូវខ្ញុំក៏សូមឆ្លើយនឹងសំណួរពូម្នាក់ដែលគាត់បានសួរខ្ញុំថាតើមូលហេតុអីបានជាផ្លែតារ៉េនហ្នឹងគឺអាយុ40ថ្ងៃហើយវានៅតែជ្រុះហើយសបល់វាអត់លឿងល្អអញ្ចឹងបាទហើយធ្វើអត់លឿងល្អបាទសំទោសអត់ខៀវល្អអញ្ចឹងគាត់សួរថាតើគួរធ្វើម៉េចដើម្បីឲ្យតារ៉េនហ្នឹងវាអត់ជ្រុះហើយសបល់ខៀវល្អបាទអញ្ចឹងគឺបញ្ហាតារ៉េនជ្រុះ
សបល់លឿងហ្នឹងបាទបញ្ហាសំខាន់បំផុតគឺតរេនហ្នឹងទឹកខ្វះទឹកហើយនឹងខ្វះអាហារអញ្ចឹងគឺពីរមុខហ្នឹងបាទអញ្ចឹងហើយមូលហេតុជ្រុះគឺមកតាមក្រោយទេជ្រុះដោយសារតែវាខ្វះទឹកខ្វះអាហារគឺតរេនហ្នឹងវាចាប់ផ្ដើមលឿងស្វល់អាហ្នឹងវាផ្ដល់ដំណឹងវាបញ្ចេញអាការៈថាវាខ្វះអាហារវាចាប់ផ្ដើមបដូរពណ៌ទៅជាពណ៌លឿងបន្ទាប់មកវានឹងជ្រុះតែម្ដងអញ្ចឹងហើយគឺត្រេនដែលពណ៌លឿងគឺងាយនឹងជ្រុះដោយសារតែវាខ្វះអាហារទៅវាចេញជាពណ៌លឿងអញ្ចឹងបាទហើយសម្រាប់នេះគឺត្រេនអាយុ60ថ្ងៃបាទចិត្តមិនមែន60ថ្ងៃចិត្ត60ថ្ងៃអញ្ចឹងអានេះខ្វះតែ2ថ្ងៃឯងអញ្ចឹងអានេះការដែលវាធំលឿនវាខុសពីអានោះបាទដោយសារតែអានេះស្លឹកខ្ចីវាកំពុងតែចាញ់បាទស្លឹកខ្ចីវាមិនទាន់ចាញ់លាដោយពួកអាដាមនោះទេអញ្ចឹងពួកអាដាមណាដែលស្លឹកលាគឺធំយឺតហើយដើមណាដែលស្លឹកអត់ទាន់លាគឺធំលឿនធម្មតាព្រោះបាទនេះស្លឹកខ្ចីបែបនេះគឺវាអត់ទាន់ស៊ីអាហារច្រើនទេអញ្ចឹងគឺផ្លែនោះគឺវាបានអាហារពេញតែម្ដងតែនៅពេលដែលស្លឹកនេះលាអាហ្នឹងវាអាចរៀងធំយឺតខុសពីធម្មតាបន្តិចដោយសារតែអាហារត្រូវបកគលឲ្យអាស្លឹកនេះខ្លះនេះបាទព្រោះអាស្លឹកខ្ចីហ្នឹងគឺវានៅចិត្តស្លឹកថក់ស្លឹកចាស់អញ្ចឹងនៅពេលដែលស្លឹកចាស់ហ្នឹងវាចម្រាញ់អាហារបានស្លឹកខ្ចីហ្នឹងស៊ីយកតែម្ដងអញ្ចឹងនៅសល់ប្រហែលគឺទៅខាងផ្លែចាបើផ្លែយើងនៅរៀងតូចគឺវាអត់មានកម្លាំងដើមអាហារពីស្លឹកហ្នឹងទេតែបើផ្លែយើងធំហើយគឺវាអត់បញ្ហាទេគ្រាន់តែត្រេនយើងនឹងធំយឺតជាងធម្មតាតែប៉ុណ្្នឹងទេបាទអញ្ចឹងគឺសម្រាប់ដើមនេះគឺធំលឿនជាងដើមមុនហ្នឹងដែលខ្ញុំថតជូនពុកម៉ែបងប្អូនដោយសារតែដើមនេះគឺវាអត់មានស្លឹកខ្ចីព្រោះស្លឹកខ្ចីវាមិនទាន់លាបាទស្លឹកខ្ចីកំពុងតែចាញ់បាទអញ្ចឹងគឺសម្រាប់សំណួរពូដែលគាត់សួរខ្ញុំគឺខ្ញុំអន់ឆ្លើយហើយគឺទី1មកពីខ្វះខាតទឹកនិងអាហារអញ្ចឹងគឺសម្រាប់អាហារបើពូសួរថាតើគូបាញ់ថ្នាំអ្វីល្អដើម្បីឲ្យវាខៀវអញ្ចឹងគឺទី1គឺសំខាន់បំផុតនោះគឺត្រូវបន្ថែមទឹកសិនបើត្រេននឹងចាប់ផ្ដើមបដូរពណ៌លឿងគឺត្រូវតែបន្ថែមទឹកហើយសម្រាប់មួយទៀតត្រូវតែដាក់ជីបន្ថែមទៀតព្រោះថាជីក៏ជាប្រភពអាហារដែរដើម្បីបកគលឲ្យផ្លែហ្នឹងវាបានអាហារគ្រប់គ្រាន់គឺវានឹងធំលូតលាស់បានល្អហើយកាលណាដែលវាបានអាហារគ្រប់គ្រាន់គឺវាអត់លឿងទេបាទហើយទី3នោះគឺប្រភេទអាហារបាញ់ទៅលើផ្លែតែម្ដងអញ្ចឹងគឺសម្រាប់ជីទៅលើដីហ្នឹងគឺយើងដាក់ទៅហ្នឹងគឺវាមានដូចសារជាតិវាមានដូចតែជាថ្នាំដែលយើងបាញ់ទៅលើផ្លែហ្នឹងអញ្ចឹងគឺថ្នាំដែលយើងបាញ់ទៅលើផ្លែហ្នឹងគឺជាអាហារផ្លូវកាត់បាទអាហារផ្លូវកាត់បែបណាគឺគោលដៅយើងឲ្យផ្លែនេះតម្រង់ឲ្យផ្លែធំឲ្យផ្លែល្អបកគលអាហារទៅឲ្យផ្លែអញ្ចឹងគឺបើផ្លូវត្រង់គឺយើងដាក់ជីងដីបាទដាក់ដីដើម្បីឲ្យស្លឹកវាសំយោគពលឺព្រះអាទិត្យទៅវាបឺតឡើងមកវាបានចំផ្លែហើយមួយទៀតផ្លូវរៀងកាត់ជាងដីពីខាងដីអាផ្លូវខាងដីហ្នឹងគឺផ្លូវត្រង់តែម្ដងវាតាមប្រព័ន្ធវាទៅរហូតដល់ស្លឹកមកបញ្ជូនមកស្លឹកចម្រាញ់អាហារបកគលមកផ្លែហើយនឹងផ្លូវកាត់ដែលមួយទៀតនោះគឺបាញ់ទៅលើស្លឹកអាហ្នឹងគឺបាញ់ទៅលើស្លឹកឲ្យស្លឹកហ្នឹងវាបញ្ជូនមកផ្លែតែម្ដងហើយមួយទៀតផ្លូវកាត់ដែលលឿនបំផុតគឺបាញ់ទៅលើផ្លែតែម្ដងព្រោះត្រេននេះបន្លានៅខ្ចីបែបនេះគឺវាអាចបឺតយកសារជាតិបានដូចស្លឹកអញ្ចឹងស្លឹកយើងបាញ់ទៅវាបឺតយកសារជាតិបានអញ្ចឹងគឺសម្រាប់ផ្លែក៏បាញ់ទៅក៏បឺតយកសារជាតិបានដូចគ្នាអញ្ចឹងគឺសម្រាប់ជាធម្មតាជាទូទៅគឺគេ
នៅត្រេននៅពេលចាប់ផ្ដើមមានក្តាប់មានផ្លែមកគឺគេចាប់ផ្ដើមបាញ់តម្រង់តែលើផ្លែតែម្ដងថ្នាំសម្រាប់ថ្នាំបើថ្នាំបំពន់គឺគេដាក់ជីខាងដីដាក់ជីខាងដីហើយគឺគេបាញ់ទៅលើខាងផ្លែទៀតទីមួយខាងផ្លែសំខាន់ជាងគេគឺសត្វល្អិតទេគេបាញ់ផ្ដោតទៅរឿងសត្វល្អិតទេប៉ុន្តែដើម្បីជឿជាក់ថាត្រេនហ្នឹងគឺมันខ្វះអាហារព្រោះឬហ្នឹងវាធ្វើការបឺតឡើងទៅវារៀងយឺតណាស់អញ្ចឹងគឺគេត្រូវធ្វើការបាញ់ទៅលើផ្លែតែម្ដងបាទអាហ្នឹងគឺផ្លូវកាត់បាញ់ទៅត្រេនបឺតបានភ្លាមតែម្ដងប៉ុន្តែគ្រាន់តែវាអត់បានរងថ្ងៃទេវាបឺតបានមួយថ្ងៃពីរថ្ងៃហ្នឹងវាអស់ហើយប៉ុន្តែអ្វីដែលចិញ្ចឹមវាបានយូរនោះគឺខាងដីបាទខាងដីបឺតឡើងទៅលើព្រោះខាងដីយើងដាក់ជីម្ដងហ្នឹង10ថ្ងៃ10ថ្ងៃទៅដល់15ថ្ងៃគឺបានជីហ្នឹងវាអស់ប្រសិទ្ធភាពអញ្ចឹងគឺយើងដាក់ទៅខាងដីត្រេនហ្នឹងវាបានយូរបានស៊ីរងថ្ងៃបានយូរតែបើយើងបាញ់ទៅលើផ្លែហ្នឹងគឺបានអត់យូរទេប៉ុន្តែសម្រាប់ថ្នាំសត្វល្អិតហ្នឹងគឺមួយអាទិត្យបាទមួយអាទិត្យគឺវាអស់ប្រសិទ្ធភាពហើយសម្រាប់ថ្នាំផ្លែវាអាចបានដល់មួយអាទិត្យដូចគ្នាមួយអាទិត្យទៅ10ថ្ងៃដូចគ្នាប៉ុន្តែវានៅតែពឹងនៅខាងដីដូចគ្នាបើយើងអត់ដាក់ខាងដីទេគឺបាញ់តែផ្លែគឺយ៉ាងណាក៏មិនល្អដូចយើងដាក់ខាងដីជំនួយដែរបាទអញ្ចឹងហើយគឺគេត្រូវធ្វើការដាក់ទាំងខាងដីបាញ់ទាំងខាងផ្លែតែម្ដងអញ្ចឹងសម្រាប់សំណួរពូសួរហ្នឹងគឺសំខាន់បំផុតគឺទឹកហើយនឹងជីបាទហើយនឹងដើម្បីកាត់បន្ថយការជ្រុះគឺពូត្រូវបាញ់Calcium Boron ហើយនឹងមួយទៀតគឺ Super N ឬក៏ថ្នាំប្រភេទផ្សេងក៏បានដែរឲ្យតែប្រភេទថ្នាំបើថ្នាំបំពន់ផ្លែហ្នឹងឲ្យល្អអញ្ចឹងបាទឥឡូវខ្ញុំនឹងថតដើមផ្សេងទៀតហើយខ្ញុំសូមនិយាយរឿងដែលថាខាងប្រទេសជិតខាងយើងគឺគេបញ្ជូនត្រេនទៅនៅប្រហែលខែមុនហ្នឹងគឺធ្វើការបញ្ជូនមកវិញហ្នឹងដោយសារតែវាមានសារជាតិបើសិនជានៅថៃគេហៅ BY2 បាទជាសារជាតិបង្កឲ្យមហាមានកើតឡើងមហារីកឡើងទៅលើមនុស្សអញ្ចឹងគឺគេបានស្រាវជ្រាវហើយគេស៊ើបគេរកមូលហេតុនៃបញ្ហាឃើញហើយអញ្ចឹងគឺគេមានម៉ាស៊ីនផលិតម៉ាស៊ីនអីច្បាស់លាស់ហើយរឿងការផលិតហ្នឹងគឺគេបានបញ្ជាក់ឲ្យថាអត់មានបញ្ហានៅលើការផលិតទេគឺមានបញ្ហានៅលើកន្លែងកន្លែងโรงงานឬក៏កន្លែងដែលរោងចក្របាទដែលគេទិញយកទៅហើយគេរៀបចំវេចខ្ចប់ដើម្បីបញ្ជូនទៅក្រៅប្រទេសអញ្ចឹងគឺដោយសារតែខាងរោងចក្រគឺគេត្រូវធ្វើការជ្រលក់ពណ៌ដើម្បីឲ្យត្រេនហ្នឹងមានពណ៌ល្អដើម្បីទាក់ទាញនៃអ្នកទិញគេឃើញពណ៌ស្អាតពណ៌ល្អគឺគេចង់ទិញអញ្ចឹងហើយគឺធ្វើឲ្យការត្រួតពិនិត្យនៅខាងចិននោះគឺគេត្រួតពិនិត្យឃើញអញ្ចឹងគឺគេធ្វើការបញ្ជូនមកវិញគេអត់ទទួលទេហើយបន្ទាប់មកប្រហែលថ្ងៃក្រោយគឺគេរកមូលហេតុឃើញហ្នឹងគឺគេបញ្ជូនបានទៅពីទូកុងតឺន័រគឺអត់មានសារជាតិគេហៅសារ BY2 ទេអញ្ចឹងគឺអា BY2 ហ្នឹងគឺកើតមកពីណាបាទអញ្ចឹងគឺគេរកឃើញហើយគឺវាកើតមកពីពណ៌ជ្រលក់បាទពណ៌ជ្រលក់ហ្នឹងអាហ្នឹងគឺគេសម្រាប់ប្រើទៅលើវត្ថុប្រើប្រាស់ឬប្រើទៅលើអាវសម្លៀកបំពាក់ឬកណ្ដាស់វិចខ្ចប់តុកទូដែកដែលគេត្រូវបញ្ជូនគេរៀបចំវិចខ្ចប់បញ្ជូនពីក្រៅប្រទេសអញ្ចឹងដូចជាប្រអប់ទូទឹកកកប្រអប់ឆ្នាំងបាយអគ្គិសនីអញ្ចឹងគឺសម្រាប់ថ្នាំហ្នឹងគឺគេសម្រាប់ជ្រលក់ជាមួយពណ៌ឡាំងឬពណ៌ខោអាវបាទអញ្ចឹងគឺបែបហ្នឹងហើយគេក៏បានបញ្ជាក់ថានៅលើការផលិតរបស់
កសិករហ្នឹងគឺអត់មានបញ្ហាទេគឺប្រើជីថ្នាំបានធម្មតាគឺអត់មានបញ្ហាពាក់ព័ន្ធជាមួយកសិករទេអញ្ចឹងគឺសម្រាប់អ្វីដែលមានបញ្ហាគឺខាងរោងចក្រអញ្ចឹងគឺគេបានធ្វើការកែសម្រួលហើយសម្រាប់រោងចក្រណាដែលគេចលុកពណ៌ហ្នឹងគឺខាងចិននឹងធ្វើការបិទតែម្ដងបិទប្រែននឹងតែម្ដងអត់ឲ្យនាំចេញទៀតបានបាទអញ្ចឹងឥឡូវគឺអត់មានបញ្ហាទេខ្ញុំនិយាយនេះគឺសម្រាប់ជូនពុកម៉ែបងប្អូនកុំឲ្យគាត់នៅបារម្ភរឿងថាខ្ញុំអត់ហ៊ានប្រើថ្នាំទេខ្លាចដូចប្រទេសជិតខាងអញ្ចឹងគេបញ្ជូនទៅមានសារជាតិធ្វើឲ្យមានកើតមហារីកគេមិនទទួលទិញបានអញ្ចឹងគឺសម្រាប់រឿងខាងថ្នាំខាងជីហ្នឹងមុននឹងគេផលិតមកគឺគេសិតតែទទួលស្គាល់នៅអង្គការសុខភាពស្រាប់ហើយថាជីហ្នឹងអាចផលិតហ្នឹងដាក់អីម៉ានទៅគេអាចត្រូវស្តង់ដាគេឲ្យយកមកប្រើបានបាទអញ្ចឹងគឺរឿងលើថ្នាំលើជីគឺអត់បញ្ហាទេបាទអញ្ចឹងគឺពុកម៉ែបងប្អូនអាចប្រើប្រាស់បានជាធម្មតាអញ្ចឹងខ្ញុំនិយាយនេះគឺសូមជម្រាបដល់ពុកម៉ែបងប្អូនកុំឲ្យបារម្ភរឿងថាខ្ញុំអត់ហ៊ានប្រើទេខ្លាចវាមានសារជាតិគេហៅកកើតមហារីកអាហ្នឹងគឺនៅថៃហៅ B2 បាទអញ្ចឹងគឺវាមិនជាបញ្ហាសម្រាប់ការផលិតរបស់យើងទេព្រោះទាំងថ្នាំទាំងជីគឺផលិតមកគឺសម្រាប់គេសម្រាប់ឲ្យប្រើហើយមុនគេផលិតមកគេមិនមែនចេះថាផលិតយកមកលក់ដូចយើងផលិតជីត្រីជីអីយើងលក់តាមធម្មតាបានទេគឺក្រុមហ៊ុនមួយត្រូវតែចោះបញ្ជីត្រូវតែត្រួតពិនិត្យនៅខាងប៉ូលីសខាងដែលគេខាងអង្គការសុខភាពហ្នឹងគេត្រូវតែពិនិត្យថាអ្វីដែលយើងផលិតហ្នឹងវាអាចយកទៅប្រើប្រាស់បានអត់អាចប៉ះពាល់អីអត់ហើយអញ្ចឹងហើយទៅគេអាចចេញមកលក់នៅទីផ្សារបានមិនមែនចេះតែផលិតលក់បានតាមចិត្តទេបាទអញ្ចឹងគឺខ្ញុំសូមជូនព័ត៌មាននេះជូនពុកម៉ែបងប្អូនដែលគាត់ធ្វើតារ៉េនខាងដែលគាត់ខាងធ្វើតារ៉េនដាក់ជីបែបប្រភេទគីមីសរីរាង្គឬគីមីឬថ្នាំជីអីហ្នឹងគឺគាត់អាចប្រើបានជាធម្មតាមិនបាច់ចាំតែតែជីធម្មជាតិជីអីទេអញ្ចឹងគឺសម្រាប់ជីធម្មជាតិជីអីគឺវាល្អស្រាប់ហើយប៉ុន្តែវាចោះលុយប្រើទៅវាចោះលុយជាងយើងប្រើជីគីមីអញ្ចឹងជីគីមីគឺគេផលិតមកគេមានតាមស្តង់ដាគេច្បាស់លាស់ណាស់គេមិនមែនចេះតែផលិតតាមចិត្តថាចង់ប៉ុណ្ណេះបានទេបាទគឺបើផលិតខុសស្តង់ដាគឺគេអត់ឲ្យលក់ចាញ់ទេបាទអញ្ចឹងឥឡូវគឺសម្រាប់ការផលិតនេះគឺអត់មានបញ្ហាទេអញ្ចឹងពុកម៉ែបងប្អូនអាចសប្បាយចិត្តបានសម្រាប់ការផលិតតារ៉េនសម្រាប់បញ្ជូនទៅក្រៅប្រទេសហើយនឹងថ្ងៃមុននោះគឺខ្ញុំឃើញព័ត៌មានគេផ្សាយរឿងថាប្រទេសចិននឹងទទួលទិញពីខាងកម្ពុជាយើងចំនួន 5000 តោនហើយក្នុងរូបភាពហ្នឹងគឺគេដាក់រូបភាពបែបតារ៉េនរូបភាពពូជឪខៈអញ្ចឹងគឺពូជឪខៈគឺអាចបញ្ជូនទៅក្រៅប្រទេសបានទេអញ្ចឹងកុំឲ្យពុកម៉ែបងប្អូនយល់ច្រឡំថាដាំពូជឪខៈថែមដើម្បីបញ្ជូនទៅក្រៅប្រទេសតាមរូបភាពវីដេអូដែលព័ត៌មានគេចុះផ្សាយមានពូជឪខៈពូជអីហ្នឹងគឺបញ្ជូនអត់បានទេដោយសារតែពូជហ្នឹងថៃគេដាំមុនយើងហើយគេបញ្ជូនមុនយើងហើយគឺបញ្ជូនអត់បានទេដោយសារតែវាឆាប់ទុំហើយវាឆាប់ប្រេះគូតហើយវាល្វីងតែម្ដងអាហ្នឹងគឺបានតែទទួលទាននៅក្នុងប្រទេសតែប៉ុណ្្នឹងទេអញ្ចឹងគឺសម្រាប់ពូជដែលនាំចេញបានគឺពូជផ្សេងក្រៅពីឪខៈបាទគឺសំខាន់ជាងគេគឺពូជមន់ថងតែម្ដងដែលគេអាចបញ្ជូនចេញបានហើយសម្រាប់ពូជមូសាន់ឃីងក៏បញ្ជូនចេញបានដូចគ្នាបាទសម្រាប់នេះគឺជាពូជលងឡាប់ឡែបាទអញ្ចឹងនេះគឺសម្រាប់ពូជមន់ថង
bạn này sầmรับพลายคือทอมๆไว้นี่ปานนี้คือเลยจีปัญหาอายุอันนี้โจอายุ60ថ្ងៃធំនេះទី1គឺរសារតែវារីកមុនគេទី2គឺដើមនេះអត់ទាន់ចេញស្លឹកខ្ចីខ្លាំងបាទនេះសម្រាប់ផ្លែបាទអញ្ចឹងគឺដើមនេះអត់ទាន់ចេញស្លឹកខ្ចីទេគឺតែហើបមកទេបាទនេះស្លឹកខ្ចីត្រួយខ្ចីនេះអញ្ចឹងគឺខ្ញុំអត់មានអស់ថ្នាំអស់ជីដើម្បីទាញវាមកទេគឺខ្ញុំដាក់ថ្នាំជីធម្មតាទៅតាមដែលខ្ញុំត្រូវធ្វើផ្លែតែប៉ុណ្្នឹងទេអញ្ចឹងគឺស្លឹកគឺវាចេញមកធម្មតាខ្ញុំគ្រាន់តែបាញ់ការពារសត្វល្អិតហើយនឹងបាញ់ធ្វើឲ្យស្លឹកធៀវកម្ៅល្អគឺខ្ញុំប្រើ Magnesium 300បាទអញ្ចឹងគឺសម្រាប់នេះគឺពីពូជលងឡាប់ឡាបាទគឺផ្លែវាមូលល្អហើយផ្លែនេះគឺពូជវាអត់ធំទេគឺ1គីឡូ1គីឡូកន្លះទៅ2គីឡូគឺអស់ធំហើយបាទនឹងមួយទៀតដែលគេមិនឲ្យថ្នាំមានកាក់ថ្នាំជាប់នៅផ្លែបាទអញ្ចឹងកាលណាដែលមានកាក់ថ្នាំជាប់នៅផ្លែក៏គេអត់ទទួលទិញដែរអញ្ចឹងគឺគេឲ្យនៅពេលដែលចិត្តប្រមូលផលគឺថាអាយុ100ថ្ងៃអញ្ចឹងអាយុ90ថ្ងៃទៅ100ថ្ងៃអញ្ចឹងនិយាយរួមគឺគេឲ្យឆប់បាញ់ត្រឹម100ថ្ងៃហើយគេព្យាយាមពេលយើងបាញ់នៅ90ថ្ងៃទៅ100ថ្ងៃហ្នឹងយើងបាញ់ហ្នឹងគឺព្យាយាមកុំបាញ់ថ្នាំប្រភេទម្សៅគឺវាអាចធ្វើឲ្យdrain យើងហ្នឹងវាមានប្រភេទបែបជាប់សនៅលើបាឡាលើអីហ្នឹងប្រភេទកាក់ថ្នាំអញ្ចឹងគឺគេអត់យកដូចគ្នាអញ្ចឹងគឺបើពុកម៉ែបងប្អូនចង់បាញ់ប្រភេទម្សៅបាញ់បានប៉ុន្តែធ្វើម៉េចឲ្យគោឲ្យអាសាគោឲ្យបាតធុងហ្នឹងអាចិត្តថ្នាំចិត្តអស់ហ្នឹងគឺកំបាញ់គឺសុខចិត្តទុកបាតធុងហ្នឹងចុះបើមិនអញ្ចឹងទេគឺបាឡាត្រេនហ្នឹងគឺវានឹងជាប់ម្សៅសដំបែបកាក់ថ្នាំអញ្ចឹងគឺបែបហ្នឹងក៏គេអត់យកដូចគ្នាអញ្ចឹងគឺខាងកសិករដែលគាត់ផលិតត្រេនគឺការពារតែកុំឲ្យមានកាក់ថ្នាំជាប់នៅបាឡានៅផ្លែតែប៉ុណ្្នឹងទេបាទអញ្ចឹងថ្នាំជីយើងប្រើបានធម្មតាតែនៅពេលដែលចិត្តប្រមូលផលគួរកំប្រើប្រភេទថ្នាំបែបម្សៅបាទអញ្ចឹងដូចខ្ញុំប្រាប់អញ្ចឹងបើប្រើប្រភេទម្សៅគឺប្រើបានប៉ុន្តែកុំបាញ់ឲ្យអស់ពេកកុំបាញ់ឲ្យអស់ពីបាតធុងពេកព្រោះប្រភេទម្សៅគឺភាគច្រើនវាទៅកកនៅបាតធុងអញ្ចឹងថ្នាំដែលនៅចុងក្រោយហ្នឹងវាតែងតែខាប់ហើយបាញ់ទៅគឺវាជាប់អសលើផ្លែតែម្ដងបាទអញ្ចឹងគឺខ្ញុំនឹងនាំពុកម៉ែបងប្អូនមើល 4-5 ដើមទៀតបាទនេះគឺសម្រាប់នេះគឺពូជលងឡាប់ឡាយគឺពូជនេះគឺឆ្ងាញ់បាទដូចខ្ញុំតែងតែជម្រាបអញ្ចឹងគឺវាក្របទូចសាច់ច្រើនហើយភាគច្រើនគឺសាច់គ្រប់ខ្លែបតែម្ដងផ្លែទូចមែនតែសុទ្ធតែសាច់ហើយសម្រាប់ពូជនេះគឺក្លិនក្អូបបែបប្រហើរមិនមែនបែបក្អូបធំក្អូបខ្លាំងឬធំអ្នកខ្លះគេអត់ចូលចិត្តគេហៅថាស្អុយត្រេនណាអញ្ចឹងតែសម្រាប់ពូជនេះគឺអត់មានពាក្យថាស្អុយទេគឺពាក្យមានតែក្អូបបាទឥឡូវគឺសម្រាប់នេះផ្លែមុនគេនេះគឺធំហើយបាទនេះបាទនេះអានេះចូល1គីឡូលើសហើយបាទនេះនៅខ្ចីបែបនេះគឺធ្ងន់ពេលវាចាស់ទៅរៀងស្រាលបន្តិចបាទសម្រាប់អានេះក៏លងឡាប់ឡាយដូចគ្នានេះបាទគឺអាមួយឆ្កោមនេះគឺទុកដល់7ផ្លែเนาะអញ្ចឹងមែកវាធំបាទយើងអាចទុកបានអញ្ចឹងយើងទុកមើលតាមទំហំដើមទំហំមែកដែរថាដើមមកប៉ុណ្្នឹងយើងគួរទុកប្រហែលផ្លែ
ហើយបើផ្កាតិចមែកយើងទុកអាចទុកបានច្រើនបាទដូចជាដើមនេះផ្កាតែមិនមែកទេអានោះផ្កាសាក្រោយរយហើយតែត្រូវភ្លៀងមិនដឹងថាយ៉ាងណាទេហើយអាផ្លែសាមុននេះគឺមានតិចអញ្ចឹងគឺមួយចោមនេះគឺទុកដល់7ផ្លែដូចគ្នាបាទនេះអានេះ2អានេះ2ទៀតអាខាងក្រោយនេះ2ទៀត1អានេះ1 7បាទនេះសម្រាប់ដើមមន់ថងបាទនេះចេញត្រួយមកឡើងព្រាតហើយបាទនេះស្លឹកវាអស់មួយខាងអញ្ចឹងវាចេញត្រួយជារឿងធម្មតាទេបាទបាទនេះសម្រាប់ត្រួយវាឥឡូវខ្ញុំឲ្យបងប្អូនមើលត្រួយសិនបាទត្រួយអាខ្លះលាគឺអាខ្លះអត់ទាន់លាចឹងមានអត់ទាន់លានិងអាលាបាទនេះអត់ទាន់លាចឹងខ្ញុំអត់មានធ្វើអីវាទេបន្តឲ្យតាមដំណើរបាទចឹងគឺផ្លែឥឡូវពុកម៉ែបងប្អូនមើលផ្លែម្ដងនេះបាទសម្រាប់ផ្លែគឺអត់មានជ្រុះទេបាទនេះអញ្ចឹងវាមិនទាន់ដឹងថាវាជ្រុះឬមិនជ្រុះទេប៉ុន្តែគ្រាន់តែឥឡូវនេះវាអត់ទាន់ជ្រុះប៉ុន្តែអ្វីដែលខ្ញុំមើលចាក់ស្ដាយនោះគឺវាអាចជ្រុះខ្លះបាទជ្រុះពួកអាទូចតែអត់ធំនេះបាទនេះអានេះដែលជ្រុះហើយនេះហើបតងនេះអានេះហើបហើយចង់ជាប់វិញបាទនេះធម្មតាគឺវាត្រូវជ្រុះបាត់ហើយបាទនេះនេះខ្ញុំកាត់មិញបាក់មិញអាខាងនេះគឺឡើងចង់ក្រៀមទៅវិញហើយបាទនេះខាងនេះឡើងក្រៀមទៅវិញខាងនេះគឺវាអត់ព្រមជ្រុះវានៅជាប់ចាអាហ្នឹងទូជាប់ក៏ផ្លែអត់ធំល្អដែរតែតងមានមួយជាហៀងបែបហ្នឹងអាហ្នឹងដោយសារតែខ្ញុំបាញ់ថ្នាំ Calcium Boron ទៅតន់អញ្ចឹងបាញ់ Calcium Boron ទៅតន់គឺវាពង្រឹងតងវាអត់ឲ្យជ្រុះទេជាប់ល្អបាទអញ្ចឹងគឺដើមនេះអាចនៅមានជ្រុះខ្លះសម្រាប់ផ្លែណាដែលវីទូចបែបហ្នឹងនេះបាទបើសម្រាប់ពួកអានេះគឺអត់អីទេបាទនេះអានេះអាចបឺតអាហារឈ្នះផ្លែឈ្នះស្លឹកបាទនេះអញ្ចឹងមែកនេះនៅ5ផ្លែបាទសម្រាប់ខាងលើនេះគឺដើមនេះនៅច្រើនបាទដើមនេះដោយសារតែខ្ញុំអត់បានមកកាត់តែងអញ្ចឹងគឺពេលគេយោងគឺខ្ញុំបានតែកាត់តែងខ្លះហើយខ្ញុំរវល់ទៅចការមួយទៀតគឺខាងហ្នឹងដើមខ្លះគឺខ្ញុំអត់បានកាត់តែងទេបាទនេះសម្រាប់ស្លឹកអានេះគឺមួយអាទិត្យទៀតអាចយកលើពេលអាទិត្យបានហើយអាចផលិតអាហារវាបដូរពីអ្នកស៊ីទៅคล้ายជាអ្នកផលិតម្ដងចឹងឥឡូវវាកំពុងតែជាអ្នកស៊ីអាហារបាទវាមិនមែនជាអ្នកផលិតអាហារទេតែមួយអាទិត្យទៀតវានឹងคล้ายជាអ្នកផលិតអាហារម្ដងបាទអញ្ចឹងគឺសម្រាប់ពុកម៉ែបងប្អូនចង់ដឹងថាតើរយៈវ័យប៉ុណ្ណាដែលវាអាចផលិតអាហារបានសម្រាប់ស្លឹកបាទគឺពុកម៉ែបងប្អូនស្ទាបទៅបើសិនជាវាល្អិលបាទស្ទាបទៅល្អិលមកបែបនេះវាអាចផលិតអាហារបានហើយប៉ុន្តែបើសិនជាស្ទាបទៅវានៅស្អិតបាទស្ទាបបែបណាបាទនេះពួកនេះបាទនេះស្ទាបទៅបែបនៅស្អិតនៅឡើយទេអាហ្នឹងគឺអត់ទាន់ផលិតអាហារបានទេនេះដូចជានេះដែរអញ្ចឹងស្ទាបអូសមកគឺវាស្អិតអត់អាឡូងទេអត់ដូចពួកនេះពួកអាចាស់នេះបាទកាន់មកអាឡូងព្រិលតែម្ដងល្អិលមកព្រិលតែម្ដងអត់ស្អិតទេអញ្ចឹងគឺចង់ដឹងថាតើស្លឹកនៅវ័យប៉ុណ្ណាដែលអាចផលិតអាហារបានគឺបាទវ័យប៉ុណ្នេះចាប់មកគឺល្អិលមកព្រិលតែម្ដងអញ្ចឹងនេះប៉ុណ្នេះផលិតអាហារបានហើយសម្រាប់ស្លឹកបាទនេះវាចាស់មិនចាស់ខ្ចីមិនខ្ចីប៉ុណ្ណឹងគឺផលិតអាហារបានហើយ
បាទឥឡូវគឺខ្ញុំនាំបងប្អូនមើលផ្លែបាទសារៈដើមនេះគឺផ្លែធំហើយអញ្ចឹងរឿងចាញ់ស្លឹកខ្ចីមកគឺអត់ជាបញ្ហាទេបាទផ្លែគឺមកនេះអត់ជុំទេមកដាក់បាំងបាតដៃចិត្តបាតដៃបាទវាបាំងបាតដៃចិត្តតែម្ដងអញ្ចឹងក្តៀងបាទខ្ញុំអត់កាត់ចោលទេគឺស្លឹកវាតិចអញ្ចឹងដូចខ្ញុំជម្រាបជូនអញ្ចឹងគឺយើងមិនអាចត្រូវតែធ្វើអញ្ចេះបានល្អទេគឺយើងមើលតាមកលៈទេសៈបាទអញ្ចឹងគឺកលៈទេសៈនេះស្លឹកវាតិចអញ្ចឹងគឺក្តៀងពលឺថ្ងៃចាំងដល់យើងអាចទុកវាបានវាមានប្រយោជន៍សម្រាប់យើងតែបើវានៅមកលុបអត់ទៅត្រូវពលឺថ្ងៃទេអាហ្នឹងគឺវាអត់មានប្រយោជន៍សម្រាប់យើងទេជារួមគឺវាអត់មានប្រយោជន៍សម្រាប់ដើមមិនសម្រាប់ម្ចាស់ទេគឺអត់មានប្រយោជន៍សម្រាប់ផលិតអាហារទៅចិញ្ចឹមផ្លែចិញ្ចឹមអីទេតែបើវាត្រូវពលឺថ្ងៃអាហ្នឹងវាអាចផលិតអាហារបានបាទអញ្ចឹងគឺដើមនេះចាញ់ស្លឹកខ្ចីក៏អត់ជាបញ្ហាដែរព្រោះផ្លែវាធំហើយបាទនេះបាទឥឡូវគឺដើមនេះគឺពូជលងឡាប់ឡែអញ្ចឹងនេះពុកម៉ែបងប្អូនថាមិនទៅទុកផ្លែច្រើនណាមួយមែកនេះមាន3អានេះ3អានេះ2 8បាទអានេះ8ផ្លែមួយមែកនេះអញ្ចឹងមែកនិយាយរួមគឺមួយមែកនេះធំបាទអាមែកធំនេះទុកអាចទុកបានដល់20ផ្លែណោះប៉ុន្តែជាក់ស្ដែងគឺមានតែ2មែកនេះទេបាទអញ្ចឹងអានេះ8អានេះ5អញ្ចឹងបានតែ3 10ផ្លែទេអញ្ចឹងគឺស្លឹកនៅក្នុងចំណោមស្លឹកមែកនេះហ្នឹងគឺមកចិញ្ចឹមតែប្រហែលហ្នឹងទេបាទអញ្ចឹងគឺយើងអាចទុកបានអញ្ចឹងគឺសម្រាប់ដើមណាដែលផ្កាតិចគឺយើងទុកចកោមតែម្ដងធ្វើម៉េចឲ្យចំនួនផ្លែវាគ្រប់តាមដែលយើងចង់បានបាទនេះ4បានគ្រាន់តែការទុកចកោមនិងការទុករាយវាយើងបាញ់ថ្នាំអត់សពល្អដូចយើងទុករាយហើយបាញ់អស់ថ្នាំច្រើនព្រោះយើងចង់បាញ់ឲ្យវាជោគគឺតើតែបាញ់ពីចកោមលើហើយមកបាញ់បុកពីគូតទៅទៀតឲ្យវាជោគអាហ្នឹងយើងអស់ថ្នាំច្រើនបាទសម្រាប់ដើមនេះគឺកំពុងតែចាញ់នេះបាទនេះចិត្តលាហើយនេះគឺចាញ់ច្រើនបាទនេះបាទនេះចេញមកគ្រប់ត្រួយតែអត់ទាន់លាទេគឺកំពុងតែត្រួយដែរអញ្ចឹងគឺខ្ញុំអត់មានធ្វើឲ្យវាទេក៏ដោយតាមតាណាបាទនេះសម្រាប់ផ្លែប៉ុណ្នេះហើយគឺស្លឹកគឺអត់មានបញ្ហាជាមួយវាទេគ្រាន់តែអាហ្នឹងវាធំយឺតបន្តិចតែប៉ុណ្្នឹងទេបើអត់មានស្លឹកមកប៉ះពាល់វាគឺវាធំលឿនតែបើមានស្លឹកមកវារៀងធំយឺតបន្តិចតែនៅពេលដែលស្លឹកនឹងចាស់គឺធំលឿនវិញព្រោះមានស្លឹកបរិមាណច្រើនជាងមុនវាផលិតអាហារច្រើនជាងមុនគឺវាធំលឿនជាងមុនបាទបែបហ្នឹងបាទសម្រាប់ដើមនេះគឺទុក45ផ្លែបាទអញ្ចឹងគឺនៅពេលទូចគឺឃើញស្ដាងនៅធំតិចគឺឃើញរៀងច្រើនបាទនេះអញ្ចឹងគឺផ្លែប៉ុនគ្នាស្មើបាទនេះអាមែកនេះទុកបាន4ផ្លែបាទនេះនិយាយរួមគឺមែកទុកបានប្រហែលផ្លែគឺវាអត់សំខាន់ទេសំខាន់គឺយើងទុកចំនួននៃដើមហ្នឹងថាយើងអាចទុកបានប្រហែលផ្លែក្នុងមួយដើមហ្នឹងហើយយើងទុកប៉ុណ្ណឹងទៅបាទនេះសម្រាប់ស្លឹកដើមនេះមែកក្រោមគឺចេញស្លឹកមកហើយអញ្ចឹងគឺអាមែកណាដែលអត់ផ្លែវាចេញលឿនដោយសារតែវាអត់មានចិញ្ចឹមអីផ្សេងអញ្ចឹងវាចិញ្ចឹមមែកវាចេញលឿនសម្រាប់មែកដែលមានផ្លែគឺវាទៅតែចាញ់ទេបាទនេះបាទអានេះត្រួយដាវចេញមកគ្រប់ត្រួយតែម្ដងបាទតាំងពីលើរហូតដល់ចុងពីលើរហូតដល់ចុងពីចុងរហូតដល់ក្រោមបាទអញ្ចឹងខ្ញុំនឹងឲ្យបងប្អូនមើលផ្លែវាបាទសម្រាប់ផ្លែនេះប៉ុណ្ណឹងហើយលែងជាបញ្ហាបាទនេះហើយស្លឹកនោះល្មមតាលាអាផ្លែនេះធំជាងមុនហើយ
ចឹងគឺបញ្ហានៅពេលស្លឹកលាតែប៉ុណ្ណោះប៉ុន្តែបើសិនជាផ្លែយើងប៉ុននេះអស់ហើយបាទគឺលែងជាបញ្ហាហើយអានេះអាយុ50ថ្ងៃជាងចូល60ថ្ងៃបាទគឺធំហើយនេះបាទមួយចូល1គីឡូអានេះបាទសម្រាប់ប៉ុណ្្នឹងគឺខ្ញុំដាក់ជីលេខ16 3ដើមបាទជីលេខស្មើហើយសម្រាប់បងប្អូននេះគាត់សួរថាដាក់ជីលេខ17លេខបានអត់ខ្ញុំភ្លេចតបនៅក្នុង comment ចឹងឥឡូវឆ្លៀតតបតែម្ដងហើយខ្ញុំនឹងឲ្យឆ្លើយតបតាម comment គាត់ម្ដងទៀតគឺដាក់បានបាទសម្រាប់ជីលេខស្មើ10មិនថា17 3ដើមឬ16 3ដើមឬ15 3ដើមឬ12 12 17គឺប្រើបានទាំងអស់បាទហើយសម្រាប់ដំណាក់កាលនេះគឺលេខ15 5 20ក៏ប្រើបានដូចគ្នាប៉ុន្តែគ្រាន់តែយើងប្រញាប់ប្រើអាហ្នឹងវាផ្លែយើងវាអត់ទៅវែងវារៀងមូលខ្លីបាទសម្រាប់ដើមនេះក៏ចេញស្លឹកដូចគ្នានេះអញ្ចឹងអាហ្នឹងគឺតិចទៀតវានឹងសំយោគទៅលើព្រះអាទិត្យបានវាអាចផលិតអាហារបានគឺតរ៉េននេះវានឹងមានប្រភពចម្រាញ់អាហារច្រើនជាងមុនបាទនេះសម្រាប់ផ្លែគឺប៉ុណ្្នឹងហើយគឺអត់មានជាបញ្ហាសម្រាប់រឿងស្លឹកខ្ចីស្លឹកអីទេបាទចាញ់ស្លឹកខ្ចីមកល្អថែមត្រង់ណាត្រង់ថាផ្លែយើងអត់ជ្រុះហើយយើងនឹងមានម៉ាស៊ីនផលិតអាហារច្រើនជាងមុនអញ្ចឹងគឺធ្វើឲ្យដើមតរ៉េនយើងរឹងមាំផ្លែយើងក៏មានសុខភាពល្អអញ្ចឹងបាទនេះសម្រាប់ដើមនេះនិយាយរួមមែកណាដែលអត់មានផ្លែគឺវាចាញ់ស្លឹកមុនមែកមានផ្លែទើបចាញ់តាមក្រោយបាទតាមត្រួយដាវត្រួយហើបមកបាទអញ្ចឹងគឺផ្លែប៉ុណ្នេះគឺលែងជាបញ្ហាបាទនេះបាទអញ្ចឹងខ្ញុំនឹងនាំពុកម៉ែបងប្អូនមើលប្រមាណដើមទៀតបាទនេះវាជាដើមនេះក៏កំពុងតែហើបត្រួយមកដែរបាទផ្លែប៉ុណ្នេះអស់ហើយគឺលែងជាបញ្ហាបាទនេះអាយុ50ថ្ងៃជាងចូល60ថ្ងៃអញ្ចឹងនេះគឺស្លឹកចាប់ដើមចេញមកខ្លះលាខ្លះក៏មិនទាន់លាបាទខ្លះលាធំហើយនោះបាទឥឡូវមើលដើមនេះបាទនេះផ្លែបាទសម្រាប់ដើមនេះក៏ចេញត្រួយដូចគ្នាបាទនេះមកបងប្អូនមើលត្រួយនេះបាទឥឡូវលើគឺទឹមហាប់ត្រួយដែរសម្រាប់ខាងក្រោមគឺលាអស់ហើយបាទអញ្ចឹងនេះគឺសម្រាប់ផ្លែវាបាទប៉ុណ្ណឹងអស់ហើយអញ្ចឹងគឺវាមិនជាបញ្ហាទេបាទសម្រាប់ចាញ់ស្លឹកខ្ចីវាអាចជ្រុះតែអាណាដែលក្រិនធម្មរួចអានឹងវាជ្រុះអញ្ចឹងគឺសម្រាប់ផ្លែធ្វើបែបនេះស្អាតបែបនេះគឺអត់ងាយជ្រុះទេបាទឥឡូវគឺវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងសិនជាចុងក្រោយក៏សូមជូនពរបងប្អូនមានសំណាងល្អហើយនឹងមានសុខភាពល្អហើយនឹងរកទទួលទានមានបានទាំងអស់គ្នាបាទឥឡូវពីខ្ញុំចាស់ channel ធ្វើ terrain យកលុយក៏ជម្រាបលាពុកម៉ែបងប្អូនទាំងអស់គ្នាតែប៉ុណ្ណេះសិនបាទជម្រាបលាបាន